អាត្មាអញខានចុះមកកាន់ស្រុកយូរហើយពេលនេះនឹងបានឃើញសភាពផ្លែកៗទាំងឡាយវិញហើយអោណោព្រះបព្វជិអាត្មាអញនេះជាមនុស្សល្ងងខ្លៅណាស់តាលោកចេះតែធម៌ព្រះសត្តបករណាភិធម្មប៉ុណ្ណោះទេឯគាថាបាលីជាពុទ្ធវចនៈដតីទៀតលោកមិនចេះមិនដឹងសោះឡើយអូណោអ្នកកសេណភិក្ខុនេះហ៊ានធ្វើនៅវិតកៈក្នុងចិត្តដោយសេចក្តីប្រមាទដូច្នេះផងតាណែអ្នកកសេណភិក្ខុចូលសម្រាកនៅទីនេះបន្តិចសិនព្រះករុណាម្ចាស់ណែភិក្ខុសេចក្តីត្រេះរិះរបស់អ្នកឯងយ៉ាងហ្នឹងជាការមិនគួរដល់ខ្លួនអ្នកផងនិងមិនគួរដល់ខ្ញុំនេះជាគ្រូផងណាអោព្រះឧបជាខ្ញុំនេះមិនមែនជាបុគ្គលងងឡើយគឺជាបណ្ឌិតដោយពិតហើយព្រោះលោកអាចដឹងនៅចិត្តវិតកៈត្រេះរិះរបស់ខ្ញុំទាំងអស់បានបើដូច្នោះគួរតែខ្ញុំចូលទៅថ្វាយបង្គំសូមខមាទោសដើម្បីឲ្យលោកអភ័យទោសផងបបិទ្ធព្រះករុណាជាម្ចាស់ដ៏ចម្រើនសូមព្រះគុណម្ចាស់អត់នៅទោសនោះដល់ខ្ញុំព្រះករុណាផងខ្ញុំនឹងលែងត្រេះរិះគិតដូច្នេះទៀតហើយណែអ្នកកសេណភិក្ខុគំនិតប្រមាទរបស់អ្នកបែបនេះខ្ញុំមិនអាចអត់ទោសឲ្យបានទេនៅពេលនេះលុះត្រាតែអ្នកឯងទទួលនៅធម្មអត្តនមួយរួចសិនបើដូច្នោះលោកម្ចាស់គួរនឹងឲ្យខ្ញុំព្រះករុណាទទួលនៅធម្មអត្តនដូចម្ដេចទៀនប្រុសដែលអ្នកកសេនមានមហាក្សត្រមួយព្រះអង្គទ្រង់ព្រះនាមថាមិលិន្ទរាជសោយរាជសម្បត្តិក្នុងសាកលរាជធានីតើអ្នកឯងអាចនឹងទៅទូមានស្ដេចអង្គនោះឲ្យជ្រះថ្លាក្នុងព្រះពុទ្ធសាសនាបាននោះទើបអ្នកឯងរួចនៅទោសតន្តកម្មកើតអំពីសេចក្តីត្រេះរិះប្រមាទនេះបានណាបបិទ្ធព្រះគុណម្ចាស់ដ៏ចម្រើនចុះក្នុងវស្សារយៈពេល3ខែនេះនឹងត្រូវឲ្យខ្ញុំម្ចាស់នៅចាំវស្សាក្នុងសំណាក់លោកម្ចាស់ណាហើយនៅទីណាទៀនប្រុសដែលភិក្ខុអ្នកកសេនដូច្នេះអ្នកឯងត្រូវទៅនៅចាំវស្សាជាមួយព្រះថេរៈមួយព្រះអង្គមានព្រះនាមថាព្រះអសគុតថេរលោកគង់នៅឯវត្តនិយៈជាទីសេនាសនដ្ឋានចូលភិក្ខុចូលទៅថ្វាយបង្គំព្រះថេរៈអង្គនោះហើយពិតលោកនៅបណ្ដាំសួរសុខទុក្ខរបស់ខ្ញុំថាបពិតលោកម្ចាស់ដ៏ចម្រើនគ្រូឧបជាខ្ញុំលោកផ្ដាំមកសួរសុខទុក្ខថាលោកម្ចាស់មានកម្លាំងរហ័សរហួនមាំមួនមិនមានអាពាធដោយរោគាភៀតិអ្វីទេឬរួចអ្នកឯងចូលទៅចាំភាសាក្នុងសំណាក់ព្រះថេរៈអង្គនោះចុះណាបបិទ្ធព្រះឧបជាជាម្ចាស់ដ៏ចម្រើនពេលនេះខ្ញុំព្រះករុណាសូមបង្អោនកាយក្រាបថ្វាយបង្គំនិងប្រតិសិនលាទៅហើយទៀនប្រុសចូលចម្រើននិងសម្រេចនៅប្រយោជន៍គ្រប់ប្រការចូលអ្នកកសេនសាធុសាធុសាធុអាត្មាអញត្រូវតែត្រាច់ចរនិមន្តបណ្ឌបាតជាបណ្ដាឆ្ពោះទៅកាន់វត្តនិយៈនោះឲ្យទាន់មុនពេលចូលព្រះវស្សាតាមសំគួរដោយនៅវេលានេះចុះបបិទ្ធព្រះគុណម្ចាស់ដ៏ចម្រើនខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំល្អហើយភិក្ខុចូលរកកន្លែងសំគួរបបិទ្ធព្រះគុណម្ចាស់ព្រះគ្រូឧបជាខ្ញុំលោកផ្ដាំសួរសុខទុក្ខដល់លោកម្ចាស់ផងទៀនប្រុសប្រពៃហើយអ្នកឯងឈ្មោះអីខ
ខ្ញុំព្រះករុណាឈ្មោះនាគកសេនភិក្ខុ ចុះខ្លួនខ្ញុំនេះតើឈ្មោះអ្វី បបិទ្ធព្រះករុណាដ៏ចម្រើនព្រះគ្រូឧបជាខ្ញុំលោកស្គាល់ព្រះនាមលោកម្ចាស់ច្បាស់ហើយ ចុះឧបជារបស់ភិក្ខុឯងលោកឈ្មោះអ្វីដែរ ឈ្មោះព្រះឧបជាខ្ញុំព្រះករុណាគឺព្រះករុណាម្ចាស់ស្គាល់ច្បាស់ហើយ អើត្រូវហើយភិក្ខុនាគសេននាគសេននេះជាអ្នកមានបញ្ញាបាធីច្រើនពេកណាស់ជាអ្នកប្រាជ្ញហើយមានប្រាថ្នានឹងមករៀនព្រះត្រៃបិដកនៅក្នុងសំណាក់អាត្មាអញនេះទៀតផងដូច្នេះគួរតែបន្ទាបបន្តោសនៅភិក្ខុនាគសេននេះដោយមិននិយាយស្ដីផងនឹងធ្វើហាក់ដូចជាដាក់នៅទោសព្រហ្មទណ្ឌផងចុះ ខ្ញុំក៏បីនៅបម្រើធ្វើជាអ្នកឧបថាព្រះថេរៈដ៏ចម្រើនរយៈពេល3ខែនេះចុះប្រយោជន៍បានគោរពនៅគុណលោកផងនិងបានសូមរៀននៅព្រះត្រៃបិដកក្នុងសំណាក់លោកនាវសានេះផង អោណោះភិក្ខុនាគសេននេះបានបោសសម្អាតនៅទីសេនាសនៈនិងបរិវេណកុដិនេះរួចហើយតាឥឡូវលោកទៅដងទឹកមកដាក់ពាងទុកតម្កល់សម្រាប់អាត្មាអញលុបលាងមុខនិងសម្រាប់ស្រង់ទៀតហើយដូច្នេះខ្ញុំត្រូវតែទៅធ្វើការនោះតាមក្រោយលោកទៀតទៅបាន ព្រះគុណម្ចាស់ដ៏ចម្រើនមិនក៏ទៅបោះច្រាសសម្អាតទីសេនាសនៈដែលខ្ញុំបានសម្អាតហើយដដែលដូច្នេះណោះ អាត្មាអញនឹងទៅចាក់ទឹកក្នុងពាងនោះចោលចេញហើយទៅដងទឹកក្នុងពាងឯទៀតមកប្រើជំនួសវិញ អោព្រះថេរៈជាម្ចាស់នោះលោកទៅចាក់ទឹកក្នុងពាងដែលអាត្មាអញបានដងដាក់សម្រាប់លោកចោលអស់ហើយទៅប្រើទឹកពាងឯទៀតក្បែរនោះទៅវិញអញ្ចឹងតើអាត្មាអញមានមកធ្វើខុសទាស់អីទីដឹងណោះតែបើអាត្មាអញនឹងទៅសួរលោកក្រែងជាការបង្កប់បីហើយម្យ៉ាងទៀតតាំងពីបានស្គាល់លោកកាលណាមកលោកពុំដាស្ដីរោគមួយម៉ាត់សោះលើកលែងតែការរាក់ទាក់មានថ្ងៃទៅមកដល់ដំបងប្រមាណម៉ាត់នោះចេញតែទោះជាយ៉ាងណាក៏ដោយអាត្មាអញត្រូវតែធ្វើវត្តប្រតិបត្តិដោយប្រការនេះចំពោះលោកឲ្យបានល្អបំផុតទម្រាំដល់ថ្ងៃចេញព្រះវស្សា ខ្ញុំនេះជាញោមឧបថកនៅបម្រើព្រះអសកុតថេរនេះរយៈពេល30វស្សាហើយគិតចូលទៅជួបលោកដើម្បីអារាធនាបន្តិចសិនបបិទ្ធលោកម្ចាស់នៅក្នុងសំណាក់លោកម្ចាស់នេះតើមានភិក្ខុអកន្តកៈមកនៅចាំព្រះវស្សាដែរ ចម្រើនពរញោមមានភិក្ខុមួយអង្គដែរមានឈ្មោះថានាគសេន បើដូច្នោះខ្ញុំសូមនិមន្តលោកម្ចាស់និងព្រះនាគសេននោះទៅឆន់ឲ្យផ្ទះខ្ញុំម្ចាស់ក្នុងវេលាព្រឹកស្អែកនេះកំខានទៀនប្រុស ចម្រើនពរប្រពៃហើយញោម សូមនិមន្តព្រះគុណម្ចាស់ដ៏ចម្រើនខ្ញុំម្ចាស់សូមប្រគេននៅបណិតភោជននេះដល់ព្រះថេរៈទាំងពីរព្រះអង្គសូមនិមន្តតាមសប្បាយទៀនប្រុស ណែនាគសេនចូលអ្នកសម្ដែងធម៌ទេសនាអនុមោទនាផុតដល់នាងជាឧបាសិកានេះចុះឯខ្ញុំកណានឹងទៅកាន់ទីអារាមជាមុនហើយ ព្រះករុណាព្រះគុណម្ចាស់ លោកម្ចាស់ខ្ញុំនេះជាស្ត្រីចាស់ជរាហើយចង់ស្ដាប់តែធម៌ដែលជាគម្ពីរភាពមានអត្ថជ្រាលជ្រៅបន្តិចដើម្បីនឹងបានចម្រើនសតិបញ្ញាផង ចម្រើនពរអាត្មានឹងសម្ដែងធម៌ដែលមានអត្ថដ៏ជ្រាលជ្រៅសមតាមអធិស្ឋានឧបាសិកានោះហើយចូលផ្ទៀងសោតាតាំងសតិបញ្ញាស្ដាប់ចុះយ៉ាងកិញ្ចេសមុទយៈធម្មំ
សពន្តាំងនិរោធៈធម្មំសេចក្តីថាធម្មជាតិឯណាមួយមានសភាវៈជាដែនប្រជុំកើតឡើងព្រមហើយធម្មជាតិទាំងពួងនោះជានិរោធធម៌គឺថាជាសភាវៈរលត់បាត់ទៅ អូណោសភាវៈទាំងពួងនោះគឺប្រកបជាយ៉ាងដូច្នោះមែនហើយសាធុសាធុ ណោះព្រះអ្នកកសិណនេះអាចញ៉ាំងស្ត្រីជាឧបាសិកានោះបាននៅធម្មចក្រខុសហើយតើនាងប្រាចាកលីគឺរាគៈតណ្ហាជ្រះអស់នៅមន្ទិលទាំងពួងឃើញច្បាស់នៅក្នុងខ្សែព្រះធម៌សម្រាប់នៅសោកតាបត្តិផលក្នុងវេលាចប់ធម្មទេសនានោះណោះអ្នកកសិណភិក្ខុនេះមានសតិបញ្ញាអាចញ៉ាំងប្រយោជន៍ឲ្យសម្រេចដល់ប្រជុំជនទាំងពីរគឺទាំងមនុស្សនិងទេវតាបានជំរះមន្ទិលសង្ស័យដោយសម្ដែងធម្មទេសនាដល់នាងជាឧបាសិកាឲ្យទម្លាក់ចោលនៅសកាយតិដ្ឋិវិជ្ជកិច្ឆាសីលបត្តបរាមាសៈទៅបានឯទេវតាជាច្រើនពាន់អង្គក៏មានចិត្តរីករាយត្រេកអរយ៉ាងក្រៃលែងហើយណោះបបិទ្ធព្រះគុណម្ចាស់ដ៏ចម្រើនខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំ ប្រពៃហើយអ្នកកសិណធម្មទេសនារបស់អ្នកសម្ដែងហើយនោះអាចញ៉ាំងប្រយោជន៍ច្រើនដល់ប្រជុំជនទាំងមនុស្សនិងទេវតាណាអញ្ចឹងព្រះគុណម្ចាស់គង់នៅទីក្បែរនោះដែរឬទើបទ្រង់ជ្រាបនៅព្រះធម្មទេសនានោះ ខ្ញុំគង់នៅក្នុងរោងជាទីប្រជុំសង្ឃនេះឯងមិនបាននៅទីចិត្តនោះទេណែអ្នកកសិណភិក្ខុអ្នកមកនៅទីនេះរយៈពេលមួយព្រះវស្សាហើយចូលអ្នកទៅកាន់ក្រុងបាតលិបុត្រចុះចូលទៅនៅក្នុងសំណាក់ព្រះថេរៈមួយព្រះអង្គព្រះនាមថាធម្មរគតថេរៈលោកគង់នៅក្នុងវត្តអសោការាមនាទិសខាងជើងក្រុងបាតលិបុត្រនោះរួចចូលរៀនយកនៅពុទ្ធវចនៈគឺព្រះត្រៃបិដកក្នុងសំណាក់នៃព្រះធម្មរគតថេរនោះចុះណា បបិទ្ធព្រះករុណាដ៏ចម្រើនបើដូច្នោះតើពីទីនេះទៅនគរបាតលិបុត្រនោះចម្ងាយប៉ុន្មានទៅទៀនប្រុស ពីទីនេះទៅដល់ក្រុងបាតលិបុត្រនោះចម្ងាយ100យោជន៍ណាអ្នកកសិណ បើផ្លូវឆ្ងាយដល់ម្លេះនឹងពិបាកដោយនៅចង្ហាន់បណ្ឌបាតទីដឹងនៅពាក់កណ្ដាលផ្លូវទៅនោះព្រះគុណម្ចាស់ មិនអីទេអ្នកកសិណចូលទៅចុះអ្នកនឹងបាននៅអាហារបណ្ឌបាតដ៏បរិបូរណ៍មិនខានចូលកុំបារម្ភឡើយ ដូច្នេះខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំលាហើយព្រះគុណម្ចាស់ ចូលចម្រើនគ្រប់ប្រការណាអ្នកកសិណ ណែអ្នកទាំងឡាយនោះណោះដូចជាមានព្រះថេរៈទៅក្នុងទិសខាងមុខនោះដែរណោះមែនហើយលោកម្ចាស់គឺជាព្រះថេរៈមានដំណើរទៅផ្លូវឆ្ងាយមែនបើដូច្នេះចូលឲ្យរទេះទាំង500ឈប់សិនខ្ញុំនឹងទៅសួរលោកមើលប្របាទទៀនបបិទ្ធព្រះករុណាម្ចាស់តើនឹងនិមន្តទៅកាន់ទីណាដែរប បិទ្ធលោកមហាសេដ្ឋីអាត្មាភាពមានប្រាថ្នានឹងទៅកាន់ក្រុងបាតាលិបុត្រឯណោះ បើដូច្នោះសូមលោកម្ចាស់និមន្តទៅជាមួយនឹងខ្ញុំព្រះករុណាឯណេះចុះទើបសប្បាយមិនជាទុក្ខលំបាកក្នុងដំណើរផ្លូវដ៏វែងឆ្ងាយនោះណាលោកម្ចាស់ ចម្រើនពរលោកសេដ្ឋីពាក្យអ្នកពោនេះពីរោះពេកណាស់អាត្មានឹងសូមទៅដោយសារលោកផង សូមនិមន្តទៀនប្រុស លោកសេដ្ឋីជាអ្នកស្រុកនៅឯក្រុងបាតាលិបុត្រឬ ព្រះករុណាលោកម្ចាស់ពួកខ្ញុំម្ចាស់នេះជាអ្នកនៅទៀបក្រុងបាតាលិបុត្រចេញដើរជួញទៅតាមជនបទទាំងឡាយលុះលក់ដូររួចរាល់ហើយទើបប្រមូលទ្រព្យសម្បត្តិធំតូចផ្ទុកក្នុងរទេះទាំង500ហើយត្រឡប់ទៅស្រុកវិញនេះឯងទៀនប្រុសព្រះថេរៈអង្គនេះមានអរិយាបថគួរឲ្យពេញចិត្តខ្លាំងណាស់ខ្ញុំត្រូវតែចាត់ចែងនៅផុតហាដ៏ឧត្តមដ៏ផ្ទាល់ដៃ
ប្រគេនលោកឲ្យគ្រប់គ្រាន់រហូតទៅដល់ស្រុកនោះចុះបបិទ្ធព្រះករុណាម្ចាស់បើនឹងត្រូវការដោយវត្ថុអ្វីៗក៏សូមមេត្តាប្រាប់ខ្ញុំព្រះករុណាកុំខានទានប្រុស ពោជាការប្រពៃហើយលោកមហាសេដ្ឋី ឥឡូវសូមគង់ក្រោមម្លប់ឈើក្បែរស្រះទឹកថ្លាដែលមានឈូកដោះរហងពេញដេះដាស់នេះចុះណែអ្នកទាំងឡាយចូលជួយចាត់ចែងរៀបចង្ហាន់ប្រគេនលោកឆាប់ណាព្រះបាទលោកម្ចាស់បបិទ្ធព្រះករុណាម្ចាស់សូមនិមន្តឆាន់តាមប្រតិដោយរីករាយចុះ ពោលោកមហាសេដ្ឋី ណែឯងចុះកាច់ផ្កាឈូកមកប្រគេនលោកណាព្រះបាទទានលោកម្ចាស់ខ្ញុំព្រះករុណាសូមសួរបន្តិចតើលោកម្ចាស់មាននាមដូចម្ដេចដែរយើងខ្ញុំម្ចាស់ចង់ស្គាល់ណាស់ អាត្មាភាពនេះឈ្មោះថានិកសេនលោកសេដ្ឋី ចុះព្រះករុណាម្ចាស់បានចេះចាំនៅពុទ្ធវចនៈខ្លះទេ ចម្រើនពោអាត្មាភាពបានរៀនសូត្រចេះដឹងតែព្រះអភិធម្ម3ដកទេ អញ្ចឹងឬបើដូច្នោះយើងទាំងពីរនាក់គឺជាអ្នកមានលៀបល្អពេកណាស់ព្រោះខ្ញុំព្រះករុណានេះក៏បានរៀនចេះតែព្រះអភិធម្មដូចគ្នាដែរអញ្ចឹងយើងនឹងសិក្សាស្វាធ្យាយនៅព្រះអភិធម្មតាមសមគួរក្នុងកាលទាំងពួងនោះចុះ ជាការប្រពៃហើយលោកមហាសេដ្ឋី ណែអ្នកទាំងឡាយចូលនាំគ្នាទឹមរទេះគោទាំង500ចេញដំណើរព្រាមទៅណាទទួលបញ្ជាលោកម្ចាស់មើលណោះអ្នកណាចេះច្រៀងសរសើរនៅគុណព្រះរតនត្រ័យបានចូលរៀបរាប់បន្តិចមើលណោះព្រះបាទលោកម្ចាស់មានទានប្រុសឥឡូវយើងបានចូលមកដល់ចិត្តក្រុងបាតាលិបុត្រហើយបបិទ្ធលោកម្ចាស់ដ៏ចម្រើនផ្លូវនេះចូលទៅកាន់វត្តអសោការាមសូមលោកម្ចាស់និមន្តទៅតាមផ្លូវនេះចុះឯខ្ញុំព្រះករុណានាំកម្មករទៅកាន់ផ្លូវនេះឆ្ពោះចូលទៅក្នុងក្រុងតែមុននឹងនិមន្តទៅសូមមេត្តាប្រទានពរដល់ខ្ញុំម្ចាស់ផង បបិទ្ធលោកសេដ្ឋីអាត្មានេះជាភិក្ខុអ្នកបួសតើនឹងត្រូវឲ្យពោដូចម្ដេចដល់លោក លោកម្ចាស់ពរឯណាដែលគួរសូមប្រទាននៅពរនោះដល់ខ្ញុំម្ចាស់មកចុះ ដូច្នេះចូលលោកសេដ្ឋីទទួលនៅពោជាកុសលកម្មនឹងចុះចូលលោកកុំធ្វើប្រហែសភ្លេចខ្លួនក្នុងកុសលកម្មទាំងពួងនោះឡើយ សាធុបបិទ្ធព្រះករុណាម្ចាស់សូមមេត្តាទទួលនៅសម្ពុតកំពុលក្រហមមួយផ្ទាំងដែលមានបណ្ដោយ16ហត្ថនិងទទឹង8ហត្ថនេះដោយអនុគ្រោះផងចុះទានប្រុស ប្រពៃហើយអ្នកដ៏ចម្រើន ខ្ញុំព្រះករុណានឹងបដិញ្ញាខ្លួនចំពោះព្រះពុទ្ធសាសនាហើយប្រព្រឹត្តតែកុសលធម៌រហូតបបិទ្ធព្រះគុណម្ចាស់ដ៏ចម្រើនយើងខ្ញុំសូមក្រាបថ្វាយបង្គំនិងធ្វើប្រតិសិនលីហើយសូមលោកម្ចាស់និមន្តចុះ ចម្រើនពោ នេះហើយជាទីឋាននៃវត្តអសោការាមដែលព្រះធម្មរក្ខតថេរលោកគង់អាស្រ័យនៅគិតចូលទៅថ្វាយបង្គំលោកនាពេលឥឡូវនេះចុះបបិទ្ធលោកម្ចាស់ដ៏ចម្រើនសូមព្រះមេត្តាប្រោសប្រាប់បង្រៀននៅពុទ្ធវចនៈដល់ខ្ញុំព្រះករុណាដោយអនុគ្រោះផងទានប្រុស ចុះលោកឈ្មោះអ្វីមកពីទីណាមានបើនឹងប្រាថ្នាអ្វីដែរ ខ្ញុំព្រះករុណាឈ្មោះថានិកសេនមកពីតំបន់ជើងភ្នំហែមពៀនលោកម្ចាស់ប្រាថ្នានឹងមករៀននៅពុទ្ធវចនៈក្នុងសំណាក់លោកម្ចាស់នេះ ណែនិកសេនចូលអ្នករៀននៅពុទ្ធវចនៈជាមួយគ្នានឹងភិក្ខុទេសៈតតនេះចុះត្រូវស្វាធ្យាយទន្ទេញឲ្យព្រមគ្នាកុំឲ្យមានសេចក្តីអុកសុកធុញទ្រាន់នឹងគ្នាឡើយណា ចុះអវសោដ៏ចម្រើនអង្គនេះលោកនិមន្តមកពីទីណាដែររួចមកដល់យូរហើយឬ ខ្ញុំព្រះករុណាមកពីស្រុកតាមពៈបណ្ណទ្វីបឯកោះលង្កាទើបមកដល់នៅពេលនេះឯង អញ្ចឹងភិក្ខុធ្លាប់រៀននៅពុទ្ធវចនៈខ្លះដែរពីមុនមក ធ្លាប់បានរៀនជាភាសាសីហត្ថលៈក្នុងលង្កាទ្វីបនោះចប់សពគ្រប់ហើយតែប្រាថ្នាមករៀនពុទ្ធវចនៈ
ជាមគ្គធភាសាទៀតទើបដោយសារសំពើគេឆ្លងមកចំពោះទ្វីបនេះឯង បបិទ្ធព្រះករុណាម្ចាស់ខ្ញុំព្រះករុណាមិនអាចរៀននៅពុទ្ធវចនៈព្រមគ្នាជាមួយអ្នកនិយាយជាសីហលភាសានេះទេព្រោះព្រះទេសតតៈនេះលោកនិយាយតែសីហលភាសាជានិច្ចដូច្នេះបុគ្គលតាំងខ្លួនឲ្យមានប្រយោជន៍ពុំគប់បីសេពគប់សមាគមនិងបុគ្គលងងជាមិលក្ខជាតិឡើយពោលគឺគុំទៅរៀនសូត្រនៅពុទ្ធវចនៈជាមួយនោះឯង ណែអ្នកកសេនចូលអ្នករៀននៅពុទ្ធវចនៈជាមួយតិសាតតភិក្ខុនេះទៅព្រោះលោកមិនមែនជាបុគ្គលល្ងងទេប្រកាសជាបណ្ឌិតជាអ្នកប្រាជ្ញល្អណាស់ ប្រពៃហើយបើដូច្នោះតែថាបើរៀនពុទ្ធវចនៈដោយពោលនៅសីហលភាសាអ្នកស្រុកសាកលនគរនេះមិនចូលចិត្តឡើយលុះតែរៀនពុទ្ធវចនៈជាមគ្គធភាសាទើបគេជ្រះថ្លាណាស់លោកម្ចាស់ មែនហើយអាចារ្យនឹងបង្រៀននៅពុទ្ធវចនៈជាមគ្គធភាសាដោយពិតប្រាកដមិនមែនជាសីហលភាសានោះទេ អោណោគំនិតដែលខ្ញុំគិតមុននេះមិនគួរសមនឹងព្រះទេសៈតតទេសោះឡើយកម្មដែលខ្ញុំធ្វើនេះជាភារយកម្មដូច្នេះត្រូវតែចូលទៅក្រាបថ្វាយបង្គំប្រកបដោយអង្គ5ចំពោះលោកដើម្បីសុំខមាទោសទៅបានបបិទ្ធព្រះករុណាម្ចាស់ដ៏ចម្រើនសូមលោកម្ចាស់អត់នៅទោសដែលខ្ញុំករុណាបានពោលនៅពាក្យដូច្នោះនេះពេលមុននេះចំពោះលោកម្ចាស់ខ្ញុំម្ចាស់នឹងមិនពោលនៅពាក្យដូច្នេះតទៅទៀតទេទៀនប្រុស សាធុខ្ញុំអត់ទៅឲ្យអ្នកហើយចូលក្រោកឡើង ឥឡូវភិក្ខុអ្នកកសេននិងទេសតតភិក្ខុចូលចាប់ផ្ដើមរៀនទន្ទិញនៅពុទ្ធវចនៈព្រមគ្នាក្នុងសំណាក់យើងជាអាចារ្យនេះចុះយើងនឹងបង្រៀនផ្ដើមពីគម្ពីរទិឃនិកាយដោយនិទេសស្មើគ្នា ប្រពៃហើយលោកអាចារ្យយើងខ្ញុំនឹងតាមចិត្តដូច្នោះហើយមើលលោកម្ចាស់កាលបើរៀនចប់នៅពុទ្ធវចនៈនៃបិដកទាំង3នេះដោយព្យញ្ជនៈចប់ហើយតើយើងនឹងរៀនបន្តនៅអ្វីទៀតណោះ យើងនឹងរៀនទន្ទិញពុទ្ធវចនៈជាអត្ថកថាទៀតណាលោកម្ចាស់ ប្រពៃណាស់បើដូច្នេះយើងនឹងខំរៀនទន្ទិញទាំងយប់ទាំងថ្ងៃដើម្បីឲ្យឆាប់ចេះស្មើគ្នាណា ប្រពៃហើយអវសោដ៏ចម្រើន ភិក្ខុទាំងពីរអង្គនេះបានស្វាធ្យាយទន្ទិញនៅពុទ្ធវចនៈក្នុងព្រះត្រៃបិដកធ្វើទុកក្នុងចិត្តដោយជនជាអ្នកជាប់តែក្នុងរយៈពេល3ខែហើយតាំងរៀនទន្ទិញនៅអត្ថកថាបន្តទៀតរយៈពេល3ខែសរុបរួមអស់ប្រមាណជា6ខែហើយអ្នកទាំងពីរបានចេះជាប់ក្នុងព្រះត្រៃបិដកទាំងតួនិងអត្ថកថាស្រេចហើយតែភិក្ខុអ្នកកសេននេះនៅជាពុទ្ធជននៅឡើយដូច្នេះគួរតែទៅរំលឹកស្មារតីលោកឲ្យតាំងព្យាយាមទើបសម្រេចប្រយោជន៍ធំណែអ្នកកសេនធម្មតានីគោបាលដែលខំប្រឹងចិញ្ចឹមរក្សាគោតែមិនអាចដឹងនៅរសនៃទឹកដោះគោនោះបានយ៉ាងណាមិញបុគ្គលជាបុថុជនក្រាស់ដាក់រាគាតិកិលេសទុកជាបានទ្រទ្រង់នៅព្រះត្រៃបិដកដែលជាគុណដ៏វិសេសនោះក៏ដោយក៏គង់មិនដឹងនៅរសនៃសមាញ្ញភគីគឺមគ្គនិងផលដែលគួរមានដល់សាមណៈនោះដែរដូចជានីគោបាលនោះឯង ហេតុផន្តេអេតកាំងអនុសាសិតាំងបបិទ្ធព្រះគុណម្ចាស់ដ៏ចម្រើនព្រះពុទ្ធវចនៈដែលលោកម្ចាស់បានប្រាប់បង្រៀននោះខ្ញុំបានរៀនចេះចប់ហើយដូច្នេះសូមតម្កល់ទុកសិនចុះខ្ញុំនឹងតាំងចិត្តពិចារណាមើលនៅរសនៃសាមញ្ញភគីតទៅទៀតសិនសូមថ្វាយបង្គំលាទៀនប្រុសខ្ញុំនឹងតាំងសតិឡើងពិចារណានៅវិបស្សនាកម្មដ្ឋានបញ្ញាញាណក្នុងទីសេនាសនៈខ្លួនឯងនេះវិញ
អើក្នុងរាត្រីនេះមិនក៏កើតហេតុអស្ចារ្យម្លេះផែនដីកម្រើកញាប់ញ័រទេវតាទាំងឡាយបន្លឺនៅសំឡេងកឹកកងរំពងអាកាសបែបនេះអូព្រះអ្នកកសេនអ្នកទេបានសម្រេចនៅបញ្ញាញាណចាក់ធ្លុះជ្រាបច្បាស់នៅព្រះអរិយសច្ចៈប្រកបហើយតើអើលោកបានដល់នៅព្រះអរហត្តផលព្រមទាំងបដិសម្ពិទាញាណផងសាធុព្រះអ្នកកសេនអូគ្នាបអំពើដែលបុគ្គលគៀបមានសូរស័ព្ទសង្កៀបគ្នាយ៉ាងណាមិញផែនដីក៏កម្រើកឹកកងមានឧបមាដូច្នោះឯងយន់ប្រេងដែលបុគ្គលបង្វិលទៅដោយកងចាក់យ៉ាងណាមិញផែនដីក៏កម្រើករំជួលដូច្នោះដែរឯសាគរគឺសមុទ្រក៏មានរលកបោកបក់បែរជាជាលាសន្ទុឡើងស្ដេចភ្នំព្រះសុមេរុសោតក៏មានកំពូលតទុនអោនទៅកាន់ទីនោះមានសម្លេងក្រហឹមឥតអាក់ណោះណែក៏ពួកទេវតាទាំងឡាយចូលថ្វាយសពសាធុការពរត្រេកអរនឹងព្រះនាគសេនជាព្រះអរហន្តាពិសេសចូលនាំគ្នាបូជានៅលំអិតក្លិនច័ន្ទនិងបុផាទឹកបងអោនចុះព្រាមទៅណាក្របីហើយសាធុព្រះនាគសេនហើយព្រមជាបរិស័ទទាំងឡាយចូលបូជានៅក្លិនទឹកបុផានិងច័ន្ទជណាដើម្បីព្រះអរហន្តាពិសេសជាឯកអរហន្តនៃព្រះនាគសេនក្នុងគ្រានេះគ្រប់គ្នាណាសាធុប្របីហើយព្រះនាគសេនមនាលអវសោព្រះអរហន្តទាំង100កោដដែលប្រជុំគ្នាក្នុងរគតលេននៃភ្នំហេមពាន្តនេះឥឡូវព្រះនាគសេនទេបានសម្រេចកិច្ចការភិនិហាហើយចូលចាត់ព្រះអរហន្តជាខេណាសវទូតទៅកាន់សំណាក់ព្រះនាគសេនហើយនិមន្តលោកមកឆាប់ឮទេមែនហើយអវសោដល់ចម្រើនពួកយើងចង់ឃើញលោកពេកណាបបិទ្ធព្រះករុណាទាំងឡាយខ្ញុំសូមក្រាបថ្វាយបង្គំគ្រប់ព្រះអង្គប្របីហើយអ្នកកសេនដល់ចម្រើនបបិទ្ធព្រះករុណាទាំងឡាយដល់ចម្រើនដែលចាត់បម្រើឲ្យនាំខ្ញុំមកនេះតើព្រមមានហេតុអ្វីឬទានប្រុសណែអ្នកកសេនសប្តាហ៍ថ្ងៃនេះមានព្រះមហាក្សត្រមួយព្រះអង្គទ្រង់ព្រះនាមថាមិលិន្ទ្រាធិរាជមានฤទ្ធិអំណាចអាចទាំងពោលពាក្យបៀតបៀនព្រះសមណសង្ឃក្នុងពុទ្ធសាសនមណ្ឌលក្រៃពេកណាស់ដោយសាកសួរនៅប្រស្នាផ្សេងតែយើងរកព្រះអរហន្តអង្គណាមួយដែលមានប្រាជ្ញាឆ្លាតវៃឆ្លៀសអាចនឹងឆ្លើយដោះសារព្យាករនៅប្រស្នាចំពោះស្ដេចអង្គនោះពុំបានសោះព្រោះហេតុនេះទើបយើងរាល់គ្នាសូមអារាធនានិមន្តអ្នកឲ្យទៅទូមានស្ដេចមីលិននោះឲ្យលុះក្នុងផ្លូវល្អផងកុំបីខានណាបើព្រោះតែហេតុនោះសូមព្រះករុណាម្ចាស់ទាំងឡាយកុំព្រួយ កុំថាឡើយត្រឹមស្ដេចមីលិនតែមួយព្រះអង្គទោះជាមានស្ដេចពេញទាំងចម្ពោះទ្វីបនេះសុទ្ធតែមានបញ្ញានុភាពស្មើគ្នានឹងស្ដេចមីលិននោះមកគង់មីដេដាតសេរសាគ្នាហើយសួរនៅប្រស្នាយ៉ាងណាក៏ខ្ញុំម្ចាស់នឹងអាចញ៉ាំងព្រះមហាក្សត្រទាំងនោះឲ្យត្រេកអរដោយកិរិយាពោលដោះស្រាយនៅអាចប្រស្នានោះបានជាពំខានឡើយបើដូច្នេះសូមព្រះករុណាម្ចាស់គ្រប់ព្រះអង្គនិមន្តទៅកាន់សំណាក់ស្ដេចមីលិនឯក្រុងសាគររាជធានីនាពេលឥឡូវនេះជាមួយនឹងខ្ញុំព្រះករុណាចូលកុំព្រួយបារម្ភក្នុងព្រះតីឡើយប្រពៃហើយព្រះនាគសេនហើយព្រះមហាថេរៈទាំងឡាយចូលធ្វើនៅការសាវកបញ្ចោតដោយសម្ពុតអំចត់ហើយនឹងកមនីការទៅជាមួយព្រះនាគសេនធេនេះចុះណាព្រះករុណាព្រះមហាអសកតថេរដល់ចម្រើន Thank you.
ថារាត្រីនេះព្រះចន្ទរះមានរស្មីភ្លឺស្រឡះល្អរុងរឿងណាស់ពន្លឺប្រះចាកបន្ទិលនៃស្បៃពពកអាត្មាអញគួរតែចូលទៅកាន់សំណាក់សាមណព្រាហ្មណ៍ជាមេក្រុមមេគណៈកណាចារណាមួយដែលបដិញ្ញាខ្លួនជាព្រះអរហន្តឬជាព្រះពុទ្ធអាចចេះដឹងនៅពុទ្ធវចនៈនិយាយចរចានឹងអាត្មាអញបានអាចបន្តបងនៅសេចក្តីសង្ស័យនៃអាត្មាអញបានណោះមើលសេវកាមាត្រទាំង500នាក់នេះតើមានអ្នកចេះដឹងដូចនេះដែរទេ សូមទ្រង់ព្រះមេត្តាប្រោសមានព្រះមហាថេរមួយអង្គជាអ្នកទ្រទ្រង់នៅព្រះត្រៃបិដកជាពហុសូត្រមានសម្ដីអាចចេះចាំស្ទាត់នៅនិកាយទាំង5ក្រាបទូល ចុះលោកនាមអ្វីហើយគង់នៅឯណា បពិតព្រះសមតិទេពលោកមានព្រះនាមថាអាយុបាលថេរតែងតែគង់នៅក្នុងសង្ខ័យបរិវេណសូមស្ដេចទ្រង់ព្រះរាជដំណើរយាងទៅសួរនៅប្រស្នាចោះនឹងអាចសពប្រតិជាពំខានក្រាបទូល អញ្ចឹងចូលលោកទៅប្រាប់លោកម្ចាស់អង្គនោះឲ្យបានជ្រាបជាមុនថាយើងនឹងទៅជួបលោកមិនខាន ក្រាបទូលព្រះករណាជាម្ចាស់ ចម្រើនពរសូមឲ្យព្រះមហាក្សត្រស្ដេចទ្រង់យាងមកចុះ ដូច្នេះខ្ញុំព្រះករណាសូមក្រាបបង្គំលាព្រះគុណម្ចាស់សិនហើយ ចម្រើនពរ ណែលោកនាយអាមាត្យបើដូច្នោះចូលរៀបរាជរដ្ឋនិងកងសេវកាមាត្រព្រមទាំងព្រាហ្មណ៍ព្រឹទ្ធបណ្ឌិតសេនាទាំង500នាក់នាំយើងចេញទៅកាន់សំណាក់ព្រះអាយុបាលថេរភ្លាមនាពេលព្រឹកនេះណា ព្រះករណាថ្លៃវិសេសទទួលបរិយាចអង្គការ សូមស្ដេចយាងគង់មហារាជ យើងខ្ញុំសូមក្រាបថ្វាយបង្គំព្រះថេរៈដ៏ប្រសើរ ថ្វាយព្រះពរព្រះសមតិទេព កិមត្ថយាផនទេអាយុបាលបពិតព្រះអាយុបាលថេរជាម្ចាស់ដ៏ចម្រើនតើភ្នោះរបស់លោកម្ចាស់នេះមានប្រយោជន៍យ៉ាងណាមានសេចក្តីឧត្តមរុងរឿងដូចម្ដេចខ្លះដែរ ធម្មចរិយាយៈសមចរិយថាយៈខោមហារាជៈបពិតសម្ដេចមហារាជបព្វជិនេះមានប្រយោជន៍2យ៉ាងគឺប្រយោជន៍បានប្រកបក្នុងធម៌ដោយល្អគឺប្រយោជន៍បានប្រព្រឹត្តក្នុងធម៌ដ៏ល្អហៅថាធម្មចារីនិងបានប្រព្រឹត្តក្នុងធម៌ដ៏ស្មើហៅថាសមចារីដើម្បីជាគុណប្រយោជន៍ដ៏ឧត្តមដល់ពពួកទេវតានិងមនុស្សទាំងឡាយណាមហារាជ លោកម្ចាស់តើក្រហមអាចប្រព្រឹត្តនៅធម៌ដ៏ល្អនិងធម៌ដ៏ប្រសើរនោះបានដែរទេ បពិតមហារាជគិរិវៈអាចនឹងប្រកបធម៌ជាធម្មចារីឬសមចារីនោះបានឥតមានតោះខុសអ្វីទេគឺអាចធ្វើចិត្តឲ្យជ្រះថ្លាក្នុងគុណព្រះរតនត្រ័យសមាទានរក្សានៅនិច្ចសិលឬអបោសតសិលធ្វើទានចម្រើនមេត្តាភេវនាស្ដាប់ធម៌ទេសនាជាដើមនេះចាត់ថាជាធម្មចារីសមចារីបានបពិតព្រះរាជាដោយការសម្ដេចព្រះភគវន្តមនីទ្រង់គង់ធរមាននៅឡើយព្រះអង្គទ្រង់សម្ដែងនៅព្រះធម្មចក្របវត្តនសូត្រប្រោសបញ្ចវគិយភិក្ខុនៃព្រៃឥសីបតនៈមិគតិយវ័នទៀបក្រុងពេរិណសីលុះចប់សូត្រនោះហើយព្រំចំនួន18កោដបានសម្រេចមគ្គផលជាព្រះអរិយបុគ្គលដ៏ឧត្តមក្នុងលោកឯព្រំទាំងនោះក៏សុទ្ធតែជាក្រហមទាំងអស់ពុំមែនជាអ្នកបួសបានឧបសម្បទាអ្វីដល់ម្នាក់ឡើយម្យ៉ាងទៀតកាលទ្រង់សម្ដែងធម្មទេសនាព្រះមហាវេស្សន្តរបរិយាយខតិរាំងកិរៈបរិយាយនិងរាហុលោវិតបរិយាយនាទៀបទ្វានគរសង្កេសៈក៏មានក្រហមជាបរិស័ទចំនួន20កោដនាក់ដែលបានមកស្ដាប់ធម្មទេសនានោះបានសម្រេចមគ្គនឹងផលទាំងអស់ឥតមានសល់ដល់ម្នាក់ឡើយ បើដូច្នោះលោកម្ចាស់ពួកក្រហមទាំងនោះក៏ដូចគ្នានឹងបព្វជិភេទនេះដែរមិនចំពោះតែអ្នកបួសឡើយ
សំខាន់ត្រង់ប្រតិបត្តិល្អត្រូវឯណោះទេមែនទេលោកម្ចាស់ ថ្វាយព្រះពរគឺដូច្នោះហើយមហារាជ អញ្ចឹងអ្នកបួសជាសមណៈសក្យបុត្រពុទ្ធជានរោះដែលបានកាន់រក្សានៅវត្តប្រតិបត្តិជាទុដងផ្សេងទាំងអស់នោះសុទ្ធតែបានសាងសន្សំនៅអំពើអាក្រក់អំពីជាតិមុនមកហើយទើបផលបរិមុខនោះហូរជូនមកមិនដាច់ដល់មកក្នុងជាតិនេះទើបបណ្ដាចិត្តឲ្យកាន់យកនៅឯកាសនិកៈទុដងហើយឆាន់ចង្ហាន់តែមួយពេលក្នុងមួយថ្ងៃព្រោះអ្នកបួសទាំងនោះពីជាតិមុនបានធ្វើនៅអំពើចោរកម្មផ្សេងដូចជាលួចប្លន់យកភោជនីយអាហាររបស់គេបងអត់អាហារអ្នកដទៃជាដើមទើបផលកម្មអកុសលទាំងនោះផ្ដល់មកក្នុងជាតិនេះនាំចិត្តឲ្យចង់ឆាន់អាហារតែមួយពេលមិនអាចនឹងបរិភោគរាល់ពេលទៅបានបើដូច្នេះតើបព្វជិភេទនេះនឹងមានផលប្រយោជន៍អ្វីអ្នកបួសរក្សាសិលក្តីចម្រើនតបៈឈានប្រព្រឹត្តព្រហ្មចរិយធម៌ក្តីក៏គ្មានផលប្រយោជន៍អ្វីទាំងអស់ដូចតែគ្នានឹងម្យ៉ាងទៀតលោកម្ចាស់អ្នកបួសទាំងឡាយដែលកាន់យកនៅអភោកាសិកៈទុដងមិននៅក្នុងទីសេនាសនៈដែលមានម្លប់បិទបាំងឡើយគឺនៅតែក្នុងទីវាលឥតមានម្លប់អំពើបែបនេះក៏គឺជាពាវេរានៃអ្នកទាំងនោះកាលពីអតីតជាតិធ្លាប់ប្រព្រឹត្តនៅចោរកម្មមានលួចប្លន់រុះរើបិទផ្ទះអ្នកស្រុកឲ្យវិនាសចាកកន្លែងរោងទីពឹងពួនពំនាក់ពំបានព្រោះហេតុនេះទើបផលអកុសលទាំងនោះមកដឹកនាំចិត្តឲ្យកាន់យកទុដងបែបនេះរោគទីដេកទីអង្គុយក្នុងម្លប់គ្មានដូច្នេះសិលក្តីតបៈធម៌ឬវត្តប្រតិបត្តិក្តីព្រហ្មចរិយធម៌ក្តីរបស់អ្នកបួសទាំងនោះក៏មិនមានដល់គេឡើយ